សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាននឹងមកចែករំលែកពីបច្ចេកទេសបន្តិចបន្តួចដែលបងប្អូនអាចយកទៅអនុវត្តនៅផ្ទះបងប្អូនគឺជាបច្ចេកទេសក្នុងការបង្កើតទឹកខៀវសម្រាប់ចិញ្ចឹមចៃទឹកក្រហមដោយមិនបាច់ហត់ទៅរកទិញខាងក្រៅឬក៏ទៅរកដងតាមកន្លែងសាធារណៈផ្សេងៗបាទដោយឃើញនៅក្នុងរូបភាពអញ្ចឹងបងប្អូនឃើញថាច្រើនទេបាទវាមិនជាច្រើនប្រហែលទេបងប្អូនគឺថាមកល្មមមកត្រីយើងស៊ីទេបាទហើយប្រភេទចៃទឹកក្រហមនេះមិនរើសត្រីទេណាបងប្អូនមិនថាត្រីតូចឬក៏ត្រីធំទេគឺវាអាចស៊ីបានទាំងអស់បាទហើយនេះគឺជាសមិទ្ធផលដែលខ្ញុំធ្វើហើយចៃទឹកក្រហមនេះវាមាននៅតាមប្រឡាយឬក៏កន្លែងលូទឹកស្អុយប៉ុន្តែពេលខ្លះក៏វាអត់មានដែរណាបងប្អូនដោយសារតែមានភ្លៀងចូលឬក៏មានការផ្លាស់ប្ដូរអាកាសធាតុផ្សេងៗបាទដូច្នេះយើងមានតែវិធីសាស្ត្រសម្រាប់បង្កើតឬក៏ធ្វើចំណីទុកខ្លួនឯងទេបងប្អូនបាទនេះគឺជាកន្លែងដែលខ្ញុំបង្កើតទឹកខៀវសម្រាប់ចិញ្ចឹមចៃទឹកក្រហមគឺជាកន្លែងវាលមានព្រះអាទិត្យចេញចូលបាទហើយនេះគឺជាតង់ដែលមានទទឹង1ម៉ែត្រនិងបណ្ដោយ1ម៉ែត្រ2ដែលអាចថាតង់ប៉ុណ្ណឹងខ្ញុំអាចស្តុកទឹក100លីត្រក្នុងនឹងបានហើយខ្ញុំចាប់ដើមចាក់ទឹកចូលបងប្អូនអាចរកទឹកប្រឡាយឬក៏ទឹកអីផ្សេងៗប៉ុន្តែបើបងប្អូនមានទឹកស្រះគឺល្អណាស់បាទដោយសារតែទឹកស្រះមាន pH សមល្មមសម្រាប់ចៃទឹកក្រហមនេះគឺជាវត្ថុធាតុដើមមានជីអេរ៉េ DAP ចំណីមាន់និងកន្ទក់ដែលនៅក្នុងទឹក20លីត្រខ្ញុំប្រើជីអេរ៉េ1ស្លាបព្រា DAP ក៏1ស្លាបព្រាចំណីមាន់ក៏1ស្លាបព្រាហើយកន្ទក់ក៏1ស្លាបព្រាដែរបងប្អូនប៉ុន្តែនៅក្នុងទឹក100លីត្រយើងអាចបែងចែកទៅបាទគឺទៅប្រើ5ស្លាបព្រាសម្រាប់ទឹក100លីត្របន្ទាប់ពីនោះមកយើងចាប់ផ្ដើមយកលបាយជីហើយនឹងលបាយចំណីមាន់កន្ទក់ផ្សេងៗហ្នឹងយកមកច្បល់ហើយកន្ត្រងបងប្អូនអាចរកកន្ត្រងហើយបងប្អូនមានបានប៉ុន្តែនេះខ្ញុំយកកន្ត្រងកាហ្វេនេះគឺស្រួលមែនតើបងប្អូនស្រួលការច្របាច់ពីព្រោះថាយើងត្រូវយកកាកសំណល់ដែលនៅក្នុងកន្ទក់ឬក៏ចំណីមាន់ហ្នឹងចេញមកក្រៅកុំឲ្យយើងពិបាកនេះបន្ទាប់ពីច្របល់ហើយឃើញថាទឹកចាប់ផ្ដើមឡើងពណ៌លឿងដោយសារតែពណ៌របស់ចំណីមាន់បងប្អូនបាទ4ថ្ងៃបន្ទាប់សមិទ្ធផលឃើញថាវាខៀវហើយប៉ុន្តែយើងមិនទាន់ចិញ្ចឹមកើតទេណាបងប្អូនដោយសារតែវានៅជាប់ផ្លិនជីនៅឡើយ6ថ្ងៃបន្ទាប់ឃើញថាវាខៀវខ្លាំងយើងអាចយកចៃទឹកក្រហមមកប្រឡែងក្នុងនឹងហើយរយៈពេលបន្ទាប់ពីប្រឡែងបាន3ថ្ងៃនេះគឺជាសមិទ្ធផលដែលប៉ុណ្ណេះខ្ញុំអាចដាក់ត្រីស៊ីបាន2សបុកបាទហើយបងប្អូនអាចទាយទេថាត្រីក្រឹមនេះអាយុប្រហែលថ្ងៃខ្ញុំសូមប្រាប់បដ ாய் ទៅកុំឲ្យយូរគឺរយៈពេលត្រឹមតែ10ថ្ងៃទេបាទដោយសារតែយើងមានចំណីហើយនឹងចៃទឹកក្រហមនេះវាសម្បូរទៅដោយប្រូតេអ៊ីនសម្រាប់ការលូតលាស់របស់ត្រីក្រឹមអញ្ចឹងវាធំធាត់លូតលាស់លឿនណាស់បងប្អូនបាទហើយមិនថាតែអាតូចទេអាធំនេះក៏ខ្ញុំដាក់អីស៊ីដែរនេះគឺជាត្រីខ្ញុំក្រមសម្រាប់យកទៅតាំងឬក៏លក់អីផ្សេងៗបាទអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូខ្ញុំរហូតដល់ចប់